សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះដែរខ្ញុំចង់ចេញវីដេអូមួយចែករំលែកអំពីការផ្លាស់ប្ដូរទឹកត្រីដែលបងប្អូនចិញ្ចឹមនៅក្នុងផ្ទះនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីមួយដំណាក់កាលទៅមួយដំណាក់កាលក្នុងការផ្លាស់ប្ដូរទឹកក៏ដូចជារៀបចំនៅអាងចិញ្ចឹមត្រីហើយនឹងរបៀបនៅក្នុងការដាក់ថ្នាំដើម្បីរក្សាគុណភាពទឹកនិងត្រីបើសិនជាបងប្អូនចូលចិត្តនៅវីដេអូមួយនេះសូមកុំភ្លេចជួយចុច like និង comment នៅក្នុងវីដេអូនេះផងអូខេអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់វីដេអូទាំងអស់គ្នាអញ្ចឹងសម្រាប់ដំណាក់កាលដំបូងនៃការរៀបចំទូត្រីរបស់យើងទី1យើងអាចចាប់ត្រីចេញពីក្នុងអាងរបស់យើងបន្ទាប់មកយើងធ្វើការបូមទឹកចេញរួចយើងអាចលើកទូចេញមកក្រៅដើម្បីធ្វើការសម្អាតនៅក្នុងការសម្អាតយើងគឺសម្អាតទាំងអស់សម្អាតទាំងខាងក្នុងទាំងខាងក្រៅហើយសម្រាប់ខាងក្នុងគឺយើងយកចិត្តទុកដាក់នៅក្នុងការសម្អាតព្រោះនៅខាងក្នុងវាមានកាវដែលយើងបិទជាមួយនឹងទូអញ្ចឹងប្រភេទទូរបស់ខ្ញុំនេះគឺជាប្រភេទទូដែលបិទកាវអញ្ចឹងសម្រាប់ទូបងប្អូនបើសិនជាប្រភេទទូកង់អីគឺគេអត់ប្រើកាវទេគឺកញ្ចក់វាសាច់ជាប់គ្នាសម្រាប់ការសម្អាតទី1យើងអាចប្រើសាប៊ូក្នុងការដុសលាងក៏បានឬក៏យើងមានសម្លេងទុននៅក្នុងការជួសសម្អាតវាក៏បានសម្រាប់ទូរបស់ខ្ញុំនេះគឺខ្ញុំប្រើនៅសម្លេងទុនដើម្បីជួសសម្អាតទាំងក្នុងទាំងក្រៅហើយសម្រាប់ទូរបស់ខ្ញុំនេះគឺអត់មានដេក័រអីច្រើនទេហើយទូខ្ញុំក៏ជាប្រភេទទូដែលទូចផងដែរអញ្ចឹងខ្ញុំដាក់ត្រីដែលមានចំនួនតិចអញ្ចឹងខ្ញុំប្រើទូដែលទូចហើយសម្រាប់ការដេក័រគឺខ្ញុំក៏អត់មានដែរខ្ញុំមានជាថ្មដើម្បីដាក់ឲ្យវារំលេចនៅពណ៌នៅបាតខាងក្រោមសម្រាប់ការសម្អាតគឺយើងយកចិត្តទុកដាក់បន្តិចចំពោះការជូតនៅក្នុងទូព្រោះពេលខ្លះវាអាចធ្វើឲ្យយើងមុតដៃជាមួយនឹងទូក៏ថាបានដែរពេលខ្លះទូខ្លះយើងអាចសំលៀងហើយយើងគិតថាវាអត់អីប៉ុន្តែបើសិនជាយើងអត់ប្រុងប្រយ័ត្នក្នុងការជូតវាអាចនឹងមុតដៃហើយសម្រាប់ទូរបស់ខ្ញុំនេះគឺមានដេក័រជាមួយនឹងថ្មអញ្ចឹងនៅពេលដែលយើងដោះវាលាងម្ដងគឺយើងត្រូវសម្អាតទាំងថ្មសម្អាតទាំងទូអូខេឥឡូវយើងចាប់ផ្ដើមសម្អាតថ្មនៅពេលដែលយើងសម្អាតរួចរាល់ខ្ញុំក៏បានយកទូយកមកដាក់នៅកន្លែងដើមដើម្បីធ្វើការរៀបចំឡើងវិញនៅក្នុងការដាក់ទឹកសម្រាប់ទូរបស់ខ្ញុំនេះគឺអត់មានដេក័រអីច្រើនទេខ្ញុំគ្រាន់តែយកថ្មចម្រុះពណ៌យកមកក្រាលខាងក្រោមបន្តិចជាការស្រេចLights on, feel the fire. DJ turn it higher. I'll be racing in the dark tonight. Neon colors moving with the lights. Every step we lose control. Music got my body and my soul. Hands up, don't slow down.បន្តមកទៀតយើងធ្វើការចាប់ផ្ដើមរៀបចំដួសទឹកចូលនៅក្នុងទូរបស់យើងហើយសូមបញ្ជាក់ផងដែរនៅក្នុងការរៀបចំទឹកនេះគឺសម្រាប់ទឹករបស់ខ្ញុំនេះគឺខ្ញុំបានផ្អាប់វាទុករយៈពេល4ទៅ5ថ្ងៃរួចរាល់ហើយតែបើសិនជាបងប្អូនអត់ចង់ប្រើទឹកដែលផ្អាប់ទុកបងប្អូនចង់ដូរភ្លាមបងប្អូនអាចប្រើទឹកម៉ាស៊ីនឬក៏ទឹកអ្វីក៏បានដែរប៉ុន្តែបងប្អូនត្រូវតែមានថ្នាំដើម្បីកម្ចាត់ជាតិក្លរអូខេបន្ទាប់ពីខ្ញុំដួសទឹករួចរាល់ហើយខ្ញុំធ្វើការចាក់ទឹកចូលទៅក្នុងទូរបស់ខ្ញុំហើយសម្រាប់ការចាក់ទឹកចូលខ្ញុំដាក់កែវខាងក្រោមដើម្បីចាក់ទៅកុំឲ្យវាខូចនៅថ្មដែលយើងក្រាលបាតខាងក្រោមTime is running fast. Living like this moment is the last. Lose myself inside the sound. When the beat drops, lift me off the ground. We don't stop. We don't
នៅពេលដែលយើងចាក់ចូលរួចហើយសូមបញ្ជាក់ថាទឹកខ្ញុំនេះគឺខ្ញុំបានផ្អាប់ទុក3ទៅ4-5ថ្ងៃហើយប៉ុន្តែហេតុគឺយើងដើម្បីឲ្យប្រកាសថាទឹកនេះគឺបានកាត់ខ្ល 100% អញ្ចឹងសម្រាប់ថ្នាំកាត់ខ្លគឺខ្ញុំប្រើតិចតួចទេសម្រាប់ទឹកចំណុះប៉ុណ្នេះហើយខ្ញុំក៏មិនភ្លេចដែរជាមួយនឹងថ្នាំធ្វើឲ្យទឹកថ្លាហ្នឹងហើយសម្រាប់ថ្នាំធ្វើទឹកថ្លាគឺល្អនៅពេលដែលយើងដាក់ប្រើនៅក្នុងទឹករបស់យើងគឺរយៈពេល2ទៅ3ម៉ោងទឹកនៅក្នុងអាងរបស់យើងគឺចាប់ផ្ដើមថ្លាបន្តិចម្ដងហើយមិនថាតែប៉ុណ្ណេះយើងក៏មានថ្នាំ bio ផងដែរគឺថ្នាំ bio គឺសម្រាប់បង្កើតបាក់តេរីល្អនៅក្នុងទឹកI'm standing on the edge of a brand new day. Shadows of the past trying to pull me away. Every doubt whispers you're not enough. ហើយអ្វីដែលមិនភ្លេចមួយទៀតនោះគឺអំបិលគឺពិតជាមានសារៈសំខាន់សម្រាប់ត្រីអញ្ចឹងបងប្អូនគឺពិតជាចាំបាច់នៅក្នុងការដាក់អំបិលហើយសូមបញ្ជាក់ផងដែរថាអំបិលគឺយើងប្រើប្រភេទអំបិលដែលគ្មានសារធាតុអ៊ីយ៉ូតអញ្ចឹងសម្រាប់ការរៀបចំទឹកដាក់ថ្នាំគឺខ្ញុំធ្វើរួចរាល់ហើយអញ្ចឹងជំហានបន្តគឺខ្ញុំចាប់ផ្ដើមសម្អាតនៅ motor បូមក៏ដូចជាបំពង់ស៊ីយ៉ូផងដែរហើយនៅក្នុងការសម្អាតនេះគឺខ្ញុំចាប់ផ្ដើមសម្អាតពីខាងក្នុងយើងដោះចេញហើយយើងចាប់ផ្ដើមធ្វើការជូតទាំងខាងក្រៅទាំងខាងក្នុងដើម្បីឲ្យប្រកាសថាគ្មានអាចត្រីក៏ដូចជាស្លែអីកាន់ជាប់ជាមួយនឹង motor របស់យើង Broken dreams stitched with hope and light. Every scar proves I survived the night. I learned strength doesn't come from control. It comes from believing in your soul. Every fall just taught me how to stand taller than before. Right now, these are the echoes of tomorrow, calling me to rise above the sorrow. I won't run, I won't hide anymore. I'm knocking on destiny's door. Yeah, the echoes of tomorrow say I was born for more. អញ្ចឹងដែលនៅពេលដែលយើងរៀបចំសម្អាតនៅ motor បូមរបស់យើងរួចហើយខ្ញុំធ្វើការផ្គុំវាឡើងវិញដើម្បីប្រើប្រាស់នៅក្នុងអាងទឹកយើងយកតែម្ដងហើយទូត្រីរបស់ខ្ញុំគឺទូចដែរអញ្ចឹងខ្ញុំប្រើប្រាស់ប្រភេទ motor បូមទូចហើយយើងក៏មានជាសម្លេង2ជាន់ផងដែរដើម្បីចម្រោះធ្វើឲ្យទឹកកាន់តែថ្លាដាច់ល្អ Echoes of tomorrow, louder than my fear and sorrow. I'm alive, I'm ready now. I'll take my chance, I'll make my vow. Yeah, the echoes of tomorrow, hear me now. Tomorrow starts with me.អូខេនៅពេលដែលយើងរៀបចំ motor រួចរាល់យើងដាក់ទឹកឲ្យវាបូមរួចរាល់អញ្ចឹងយើងចាប់ផ្ដើមធ្វើការដាក់ត្រីនេះគឺជាត្រីរបស់ខ្ញុំដែលខ្ញុំមានបើយើងរាប់ចំនួនទៅវាមាន12ក្បាលប៉ុន្តែយើងមានត្រីពណ៌ចំនួន10ក្បាលហើយខ្ញុំដាក់ដូចជាត្រីកន្ទុយ3មួយក្បាលហើយនឹងទៅជាកាមួយក្បាលដែរអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ការចែករំលែកដល់បងប្អូនទាំងអស់គ្នាជាពិសេសសម្រាប់បងប្អូនណាដែលទើបតែចាប់ផ្ដើមនៅក្នុងការចិញ្ចឹមហើយ
មិនសូវច្បាស់ជាមួយនឹងការផ្លាស់ប្ដូរទឹកអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាសូមកុំភ្លេចបើសិនជាចូលចិត្តនៅវីដេអូមួយនេះសូមកុំភ្លេចជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំក៏ដូចជា Comment នៅខាងក្រោមផងដែរអរគុណជម្រាបលាបងប្អូន